ខ្ញុំចង់វិភាគអំពីរឿងផ្ទៃក្នុងប្រទេសថៃដែលទេពតែបានគេលេងក្នុងពេលថ្មីនេះដែលបានបែកធ្លាយសម្លេងនាយករដ្ឋមន្ត្រីថៃផៃថុងថននិយាយឲ្យខ្លីទៅរឿងនេះគឺវាបានបំផ្លាញគាត់ឥឡូវនេះគណៈបកធំមួយដែលមានរដ្ឋសភា69កៅអីដែលនៅក្នុងជួររដ្ឋាភិបាលថៃគេបានដកខ្លួនចេញពីក្រុមរបស់នាយករដ្ឋមន្ត្រីថៃហេបាក់មួយនឹងមានឈ្មោះថាហ្គឹមយេវេខ្ញុំសូមពន្យល់បងប្អូនថានៅក្នុងប្រទេសថៃគឺមានបាក់នយោបាយជ្រេងណាស់លេស10បាក់ជាងដែលសុទ្ធតែមានកៅអីនៅក្នុងរដ្ឋាភិបាលបក្សសភឺថៃបានកាន់អំណាចដោយសារតែមានបាក់ផ្សេងទៀតបានរួមចូលគ្នាដេញបីបានឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋសភាឥឡូវនេះបាក់ដ៏ធំមួយនៅក្នុងក្រុមនឹងគឺបានដកខ្លួនចេញហេលែងគាំទ្របក្សសភឺថៃទៀតហេប៉ុន្តែរដ្ឋាភិបាលផៃថុងថនគឺនៅមាន261កៅអីទៀតដែលមានជ្រេងជាងបាក់ប្រឆាំងដែលពួកបាក់ប្រឆាំងទាំងអស់នោះគឺមានកៅអីត្រឹមតែ234កៅអីតែប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយនៅក្នុងថ្ងៃនេះគណៈបកចំនួន094ទៀតដែលបានចូលរួមជាមួយបក្សសភឺថៃរបស់នាយករដ្ឋមន្ត្រីផៃថុងថនពួកគេនឹងធ្វើការសម្រេចចិត្តថានឹងដកគាត់ចេញឬក៏អត់តាមមិត្តរបស់ខ្ញុំគិតថាគេនឹងបដូរគាត់ពីព្រោះតែរឿងដែលបានបែកធ្លាយក្នុងពេលថ្មីនេះគឺបានធ្វើឲ្យប្រទេសថៃអាម៉ាស់មុខជាពិសេសក្រុមពួកយោធាថៃបងប្អូនការពិតទៅមេបក្សសភឺថៃគឺបានក្បត់អ្នកគាំទ្ររបស់ខ្លួនឯងពីព្រោះកាលពីកំឡុងពេលឃោសនាបោះឆ្នោតគឺគាត់បានប្រាប់អ្នកគាំទ្ររបស់ខ្លួនឯងថាបក្សសភឺថៃគឺគ្មានថ្ងៃចូលដៃចូលជេងជាមួយនឹងបាក់យោធាដាច់ខាតប៉ុន្តែចុងក្រោយក៏បានចូលរួមជាមួយបាក់យោធាដល់ទីបញ្ចប់ពួកយោធានឹងឯងគឺជាអ្នកធ្វើបាបគាត់វិញធ្វើបាបតាមរយៈបង្កចំនួនជាមួយនឹងកម្ពុជាទេរឿងទាំងអស់នេះវាមានន័យដូចម្ដេចគឺវាមិនល្អទេសម្រាប់ប្រទេសថៃទីផ្សារភាគហ៊ុនប្រទេសថៃកំពុងតែធ្លាក់ឆ្នាំនេះបានធ្លាក់ចុះ22ហើយនៅមានរឿងសហរដ្ឋអាមេរិកដាក់ពន្ធទៅលើប្រទេសថៃទៀតប្រជាជនថៃចំនួន64គឺមិនគាំទ្រតតែសោះរាល់អ្វីដែលមានតាក់ទងជាមួយពួកយោធាថៃបងប្អូនការពិតទៅបកដែលបានឈ្នះឆ្នោតពិតប្រាកដនៅក្នុងប្រទេសថៃនោះគឺជាកោះ Move Forward ទេដែលលោកភីថាទេគឺជាមេបកដែលពួកយោធាថៃបានរំលាយគាត់ចោលហេយបកនឹងគឺបានបដូរឈ្មោះថ្មីហេទៅជា People's Party និយាយឲ្យខ្លីទៅគឺថាប្រជាជនថៃបានបែកបាក់ហេប្រជាជនមិនទុកចិត្តយោធាមិនទុកចិត្តតប្រជាជនចំណែកឯស្ដេចគឺមិនទុកចិត្តទាំងពីរនេះហេគឺជាហេតុដែលស្ដេចថៃមានកងទ័ពផ្ទាល់ខ្លួនពេលនេះខ្ញុំគិតថារឿងកម្ពុជានិងថៃបន្ទាប់ពីបែកធ្លាយសម្លេងនាយករដ្ឋមន្ត្រីថៃបែបនេះគឺថានឹងមិនទុកចិត្តគ្នាទៀតទេនេះគឺជារឿងអកុសលណាស់សម្រាប់ប្រទេសទាំងពីរខ្ញុំមិនចង់ឲ្យប្រទេសកម្ពុជាមានរឿងជាមួយប្រទេសជិតខាងទេ10ឆ្នាំម្ដងចេះតែមានរឿងជាមួយអ្នកជិតខាងម្ដងជិតខាងស្ដាំម្ដងជិតខាងឆ្វែងខ្ញុំនិយាយនេះមិនមែនមានន័យថាយើងគឺជាអ្នកបង្ករឿងទេប៉ុន្តែវាចេះតែមានរឿងខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើងអាចអភិវឌ្ឍបានដោយសន្តិភាពហើយនឹងមានទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាងខ្ញុំគិតថាអាស៊ានគួរតែចេញមុខធ្វើអាជ្ញាកណ្ដាលជួយដោះស្រាយបញ្ហានេះដែរសូមអរគុណ